បាត់ពិសោធន៍របស់ខ្ញុំនៅក្នុងវិស័យនំខេកនេះបើសិនជាទាំងអស់គ្នាចូលហាងនំខេកទាំងអស់គ្នាមានអ្នកទទួលស្គាល់ច្រើនទៅលើការ design ទៅលើ mode នំហ្នឹងទាំងអស់គ្នាអញ្ចឹងមានន័យថាទាំងអស់គ្នាត្រូវតែខ្លាំងបំផុតទៅលើការ design នៃកនំហ្នឹងហ្មងបើសិនជាទាំងអស់គ្នាសូនត្រង់ចំណុចហ្នឹងហើយកុំបាក់ហាងនំខេកល្អជាងព្រោះមិននំខេកមិនមែនជានំធម្មតាទេនំខេកគេយកទៅគឺទី1គឺសោភ័ណភាពហ្នឹងហ្មងភ្ញៀវត្រូវការយកទៅថតត្រូវការយកទៅញ៉ាំអញ្ចឹងបើសិនជាទាំងអស់គ្នា design អត់ស្អាតអត់មកការ design ទាំងអស់គ្នាមិនច្បាស់ហាងនំខេកទេព្រោះហានិភ័យគឺខ្ពស់មែនទែនហានិភ័យទី1ប្រឈមនឹងការបិទហាងហានិភ័យទី2ប្រឈមនឹងភ្ញៀវជេរភ្ញៀវយកម៉ូតមកកំងយើងលេងចេញទៅវិញឲ្យដូចម៉ូតគាត់ចង់បានច្បាស់ណាស់យើងមិនខុសជាត្រូវម៉ូតរបស់គាត់ទេមិនថាខ្ញុំមិនដែលជួបវិញខ្ញុំក៏ធ្លាប់ជួបច្រើនដងដែរប៉ុន្តែចង់និយាយថាយើងធ្វើឲ្យវាតិចបំផុតខ្ញុំជឿថានឹង design ម៉ូតនំខេកមួយមិនថាហាងខ្ញុំមិនថាហាងគេក៏ដោយគឺខួរក្បាលរបស់គាត់គឺល្អខ្លាំងមែនទែនព្រោះសារតែអ្នកធ្វើនំខេកបកកែបំផុតទៅលើការរកគំនិតច្នៃប្រឌិតអីថ្មីហ្មងព្រោះយើងអាចធ្វើអីដដែលបានទេថ្មីស្អាតប្លែកគឺជាជំហានអីដែលយើងត្រូវទៅដើរទៅបើសិនជាចំណុចត្រង់ហ្នឹងយើងអត់ចេះហើយគឺហាងនំខេករបស់យើងគឺអត់ជោគជ័យទេអញ្ចឹងសរុបន័យមកការ design នំខេករសជាតិនំអនាម័យសេវាកម្មហើយនឹងការធ្វើទីផ្សារគឺជារឿងដែលសំខាន់បំផុតនៅក្នុងវិស័យនំខេកមួយនេះ